ខាង HR ខាង sale ខាង operation ផ្សេងៗគាត់តែងតែជួបប្រទះនូវបញ្ហាដែលមានដូចជាតបនៅសំណួរដដែលជាមួយនឹងមនុស្សច្រើនគ្នាគឺនៅពេលដែលភ្ញៀវមកច្រើននោះគឺយើងឆ្លើយតបអត់ទាន់ reply អត់ទាន់ទេហើយទី3នៅពេលដែលគេសួរច្រើនពេកទៅយើងវង្វេងជាមួយនឹងឯកសាររបស់យើងអត់ដឹងថាឯកសារនោះមកពីណាពីណីទេនៅពេលដែលគេសួរតាមពិតទៅបញ្ហាទាំងអស់នោះហើយគឺមាន AI មួយដែលអាចជួយសម្រួលការងារនិងធ្វើជាចំណុចការរបស់យើងទៅធ្វើរឿងទាំងអស់នោះឲ្យយើងបានយ៉ាងងាយស្រួលនិងច្បាស់លាស់តែម្ដងហើយចង់ដឹងអត់ថាតើ AI មួយណាអាចជួយធ្វើរឿងឲ្យយើងទាំងអស់នោះបានដោយសារតែការមើលឃើញនៅ problem ក៏ដូចជា challenge ទាំងអស់នេះហើយទើបយើងមាន platform មួយដែលមានឈ្មោះថា AI Smart Assistant និយាយពី AI Smart Assistant នេះមកប្រៀបដូចជា chatbot ក៏ដូចជា digital tool មួយដែលជួយឲ្យ work load របស់យើងតាក់ទងជាមួយនឹង manual work មានន័យថាតាក់ទងជាមួយនឹង task ដែលយើងត្រូវធ្វើដដែលជារៀងរាល់ថ្ងៃនេះឯង AI Smart Assistant នឹងផ្ដល់ជូនឲ្យយើងនូវការ response ដូចជាផ្ដល់ព័ត៌មានទៅកាន់អ្នកសួរនឹងបានយ៉ាងលឿនមែនទែនយ៉ាងវិញទៀតគឺ support 24/7 no break no leave អញ្ចឹងយើងសាកគិតមើលថាបើសិនជាយើងមាន staff មួយហើយជាធម្មតាទេ staff យើងគាត់តែងតែមានពេលសម្រាប់មានពេលឈប់មាន holiday មាន on leave ហើយពេលខ្លះstaff របស់យើងក៏ត្រូវការ level meeting អញ្ចឹងដែរអញ្ចឹងបើសិនជាការឆ្លើយតបហ្មងគឺអាចបានលឿនទេប៉ុន្តែ AI នេះគឺជួយ assist យើងមួយទោះបីជាយើង level យើង on leave ឬក៏យើងជាប់ការងារប៉ុណ្ណាក៏ដោយក៏ AI នោះក៏ជួយយើងនៅក្នុងការ respond ទៅលើរាល់សំណួរដែល customer សួរក៏ដូចជាទៅលើបុគ្គលិកសួរផងដែរហើយចំណុចដែលកាន់តែពិសេសហើយសំខាន់នោះគឺ AI Smart Assistant អត់ដូច AI ដែលយើងប្រើប្រាស់រាល់ថ្ងៃនៅលើ web ទេ AI ទូទៅនៅពេលដែលយើងសួរសំណួរអីទៅ AI នឹងទៅមានដូចជា ChatGPT Gemini ឬក៏ AI ដែលយើងប្រើទៅលើ web ផ្សេងៗហ្នឹងនៅពេលដែលយើងឆាតជាសំណួរទៅគឺប្រមូលយកព័ត៌មាន information general គឺទូទៅតែម្ដងយកមកឲ្យយើងប៉ុន្តែ AI Smart Assistant នេះគឺអត់ដូច AI ផ្សេងៗទេគឺចំណុចល្អមួយនោះគឺថាឆ្លើយសំណួររបស់យើងគឺយោងទៅតាមឯកសារក្រុមហ៊ុនដែលយើងបានផ្ដល់ឲ្យតែប៉ុណ្ណោះអញ្ចឹងហើយនេះគឺសំខាន់មែនតើមកហើយខ្ញុំគិតថា AI Smart Assistant នេះគឺជួយសម្រួលបានច្រើនមែនតើជាពិសេសគឺខាង HR ខាង sale ក៏ដូចជាខាង operation team តែអីដោយសារតែយើងអាចមានពេលវេលាធ្វើការ task ផ្សេងៗទៀតបានដែរមិនតម្រូវការឲ្យយើងអង្គុយឆ្លើយតបម្ដងមួយនៅទេគឺ AI នឹងអាចឆ្លើយតបជំនួសយើងបានហើយត្រឡប់មកវិញមក AI Smart Assistant នេះគឺមិនមែនមានន័យថា review ទៅលើ staff នោះទេប៉ុន្តែគឺយើងយកមកដើម្បីធ្វើជា assistant ធ្វើជាជំនួយការរបស់យើងនៅក្នុងការឆ្លើយតបអញ្ចឹងការន័យថាបើសិនជាយើង level យើងចប់ meeting អី AI នឹងអាចឆ្លើយជំនួសយើងបានដែលអត់ចាំបាច់ត្រូវយើងទៅអង្គុយឆ្លើយរហូតទេបើសិនជាអ្នកទាំងអស់គ្នាចាប់អារម្មណ៍តាក់ទងជាមួយនឹង AI Smart Assistant នេះអ្នកទាំងអស់គ្នាអាចធ្វើការតាក់ទងមកកាន់លេខទូរស័ព្ទដែលមាននៅខាងលើបាន